ស្លាបរបស់ទេវតាត្រូវបានបាក់បែករួចទៅហើយប៉ុន្តែមួយវិនាទីបន្ទាប់ជួរឆ្អឹងទ្រូងមួយជួរបានប្រែក្លាយទៅជាស្លាបខ្យល់ហើយត្រូវបានទម្លុះចេញបន្ទាប់មកជួរឆ្អឹងជំនាញមួយទៀតដែលទម្លុះតាមឆ្អឹងក្នុងពេលដំណើរគ្នាឆ្អឹងទាំងនេះបានក្លាយទៅជាលោហៈយ៉ាងឆាប់រហ័សលេចឡើងជាបន្ទះនិងភ្លុកទេវតាបានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងហើយស្លាបដែលបាក់របស់ទេវតាត្រូវបានប្រែក្លាយទៅជាគ្រោងឆ្អឹងដែកនិងរេនយូដោយអាប៉ូកាលីបទេវតាបានតម្រង់ឆ្អឹងខ្នងរបស់វាគ្រវីស្លាបរបស់វាហើយរោមរបស់វាបានហោះចេញដូចរកែកចំនួនថ្មីនៃអាណាព្យាបាលទាំង4នៃវិវរណៈគឺអាណាព្យាបាលមរណៈបានកើតឡើងបច្ចុប្បន្នអាណាព្យាបាលទាំង4រូបនេះខ្វះតែម្នាក់គត់គឺផ្សេឡុតវារំរៀបខ្ញុំអំពីពេលដែល Magneto និង3នាក់ផ្សេងទៀតទើបតែមកដល់រោងចក្រប៉ូឡូញ Magneto កំពុងមានគម្រោងសម្រាប់កម្មករដែលបានក្បត់ពួកគេដើម្បីសងសឹកប្រពន្ធនិងកូនស្រីដែលបានស្លាប់របស់គាត់ Apocalypse បានធ្វើអន្តរាគមន៍ហើយជួយគាត់ដោះស្រាយជាមួយមនុស្សទាំងនេះបន្ទាប់មកគាត់បានបញ្ជាក់ពីគោលបំណងរបស់គាត់ Magneto ដែលលែងជឿលើការនិយាយអំពីការរួមរស់ដោយសន្តិភាពទៀតហើយបានយល់ព្រមចូលរួមដោយរីករាយទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានការសង្ស័យខ្លះអំពីអំណាចរបស់ Apocalypse ដោយឃើញបែបនេះApocalypse បាននាំ Magneto ទៅកាន់ Oswald ដែលជាជំរំប្រមូលផ្ដុំដែលពោពេញទៅដោយការចងចាំដ៏ឈឺចាប់ក្នុងនាមជាជនជាតិយូដា Magneto បានរងទុក្ខវេទនាជាច្រើនទម្រង់នៅទីនោះហើយឪពុកម្ដាយរបស់គាត់ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់ដូច្នេះគ្រាន់តែគិតអំពីវានឹងបង្កឲ្យមានអារម្មណ៍ខ្លាំងដែលជាឥទ្ធិពលដែល Apocalypse ចង់បានគាត់បានអះអាងថានៅពេលដែល Magneto សោកសៅការណែនាំបន្តិចបន្តួចនឹងពង្រីកសមត្ថភាពរបស់គាត់ដោយផ្ទាល់ក្នុងការរៀបចំដែន Magnetic ដល់កម្រិតដែលអាចផ្លាស់ប្ដូរពិភពលោកដោយប្រែក្លាយជំរំឃុំឃាំងទាំងមូលទៅជាប្រាសាទទោះជាយ៉ាងណាក៏ដោយ Magneto មិនបានដឹងថាគាត់មានសាច់ញាតិផ្សេងទៀតនៅក្នុងលោកនេះទេគឺកូនប្រុសរបស់គាត់ឈ្មោះ Quicksilver ដែលគាត់មិនធ្លាប់ជួបនោះទេទោះបីជា Quicksilver មិនដែលនិយាយវាដោយផ្ទាល់ក៏ដោយគាត់បាននិយាយអំពីការចង់ជួបជុំជាមួយឪពុកបង្កើតរបស់គាត់ប៉ុន្តែគាត់នៅតែអានព័ត៌មានអំពី Magneto ដែលសម្លាប់មនុស្សជាការពិតណាស់ម្ដាយរបស់គាត់ដឹងពីគំនិតរបស់ Quicksilver ហើយបានប្រាប់គាត់ឲ្យធ្វើអ្វីក៏ដោយដែលគាត់ចង់បានប៉ុន្តែលុះត្រាតែគាត់ប្រកាសថាគាត់នឹងមិនសោកស្ដាយវាទេទន្ទឹមនឹងនេះនៅឯសាលាមីធានទីបំផុត Mystical បានឃើញសាស្ត្រាចារ្យត្រឡប់មកវិញដោយឃើញថា Moira ស្ថិតក្នុងចំណោមដៃគូរបស់គាត់នាងបានក្រោកឈរឡើងយ៉ាងលឿនដើម្បីស្វាគមន៍គាត់ប៉ុន្តែដើម្បីដឹងថា Moira ហាក់ដូចជាមិនស្គាល់នាងទេរហូតដល់នាងបានរត់សាស្ត្រាចារ្យបានពន្យល់ថា Moira បានបាត់បង់ផ្នែកខ្លះនៃការចងចាំរបស់នាងបន្ទាប់មក Mystical បានប្រាប់សាស្ត្រាចារ្យអំពី Magneto ដោយសង្ឃឹមថានឹងទទួលបានជំនួយពីគាត់ទោះបីជាឧត្តមគតិរបស់គាត់ខុសពី Magneto ក៏ដោយសាស្ត្រាចារ្យនឹងមិនបដិសេធមិនជួយបងប្រុសនេះដែលជាស្ត្រូវនឹងជាមិត្តនោះទេដូច្នេះក្រុមនេះបានទៅមន្ទីរពិសោធន៍ Superbrain ហើយចាប់ផ្ដើមស្វែងរកទីតាំងរបស់ Magneto ដោយប្រើឧបករណ៍របស់ពួកគេប៉ុន្តែអ្វីដែលធ្វើឲ្យសាស្ត្រាចារ្យភ្ញាក់ផ្អើលនោះគឺ Apocalypse បានរកឃើញវត្តមានរបស់គាត់ហើយគាត់មានការភ្ញាក់ដែលស្មារតីដ៏មានឥទ្ធិពលបែបនេះមាននៅក្នុងពិភពលោកដូច្នេះគាត់បានលុកលុយខួរក្បាលរបស់សាស្ត្រាចារ្យដោយផ្ទាល់បន្ទាប់ពីភ្ជាប់ទំនាក់ទំនងជាមួយសាស្ត្រាចារ្យដោយជោគជ័យនិងគ្រប់គ្រងខួរក្បាលដ៏អស្ចារ្យ Apocalypse ទទួលបានសមត្ថភាពកាន់តែល្អឥតខ្ចោះអារម្មណ៍ស៊ាំនៃការយល់ឃើញពេញលេញអំពីស្ថានភាពនេះបានធ្វើឲ្យគាត់ចាប់អារម្មណ៍និងរំភើបហើយគាត់បានត្រៀមខ្លួនភ្លាមដើម្បីបង្រៀនមនុស្សជាតិនៅមេរៀនមួយក្រោមការគ្រប់គ្រងស្មារតីរបស់ Apocalypse មេបញ្ជាការមូលដ្ឋានមីស៊ីលនៃប្រទេសផ្សេងបានចុចប៊ូតុងបាញ់បង្ហោះក្នុងពេលដំណើរគ្នាគ្មានមហាអំណាចទៀតទេហេងបានព្យាយាមបិទឧបករណ៍ខួរក្បាលដ៏អស្ចារ្យដោយដៃប៉ុន្តែសូម្បីតែការបំបែកខ្សែភ្លើងក៏មិនដំណើរការដែរវានៅតែបន្តដំណើរការនៅពេលនេះសាស្ត្រាចារ្យបានដឹងខ្លួនឡើងវិញមួយរយៈខ្លីហើយដើម្បីជៀសវាងភាពវឹកវរបន្ថែមទៀតគាត់បានបញ្ជាឲ្យ Alex បំផ្លាញឧបករណ៍ទាំងនោះភ្លាមនៅពេលដែលធ្នឹមពណ៌ក្រហមពីចាប់ផ្ដើមភ្លឺពេញបន្ទប់មន្ទីរពិសោធន៍នោះបានក្លាយជាកន្លែងកើតហេតុភ្លាមខ្ញុំធ្លាក់ចូលទៅក្នុងប្រឡាយនៅពេលដែលមនុស្សគ្រប់គ្នាហៀបនឹងយកសាស្ត្រាចារ្យចេញស្រាប់តែ Apocalypse និងអាណាព្យាបាល4នាក់បានបង្ហាញខ្លួនហើយបានយកសាស្ត្រាចារ្យដែលសន្លប់ចេញដោយបង្ខំហើយ Alex បានបើកការវាយប្រហារភ្លាមពេលឃើញរឿងនេះប៉ុន្តែជំនួសឲ្យការធ្វើបាប Apocalypse និងអ្នកដទៃទៀតគាត់បានបំផ្ទុះម៉ាស៊ីនយន្តហោះចម្បាំងនៅពីក្រោយទ្វារនៅពេលដ៏សំខាន់ Quicksilver បានបង្ហាញខ្លួនQuicksilver មានល្បឿនលឿនជាងសម្លេងដែលមិនអាចនឹកស្មានដល់នៅក្នុងក្រសែភ្នែករបស់គាត់ពិភពលោកស្ទើរតែស្ងប់ស្ងាត់ដូច្នេះសូម្បីតែបន្ទាប់ពីការផ្ទុះក៏ដោយក៏នៅតែមានពេលវេលាច្រើនសម្រាប់គាត់គ្រប់គ្រាន់ដើម្បីផឹកស្រានៅចន្លោះពេលនោះ Quicksilver មានអារម្មណ៍នៃសមិទ្ធផលដោយធ្វើអ្វីតាមល្បឿនផ្ទាល់ខ្លួនរបស់គាត់លោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់បានរត់គេចខ្លួនមុនពេលសាលារៀនត្រូវបានបំផ្លាញប៉ុន្តែនៅពេលដែល Quicksilver មកដល់ទីតាំងរបស់ Scott គាត់បានដឹងថាប្អូនប្រុសរបស់គាត់ឈ្មោះ Alex បានបាត់ខ្លួន Hank បានពន្យល់ថា Alex នៅជិតកន្លែងផ្ទុះបំផុតនៅពេលដែលវាកើតឡើងដូច្នេះQuicksilver មិនអាចមើលឃើញគាត់ត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើងនោះទេ Scott មានការសោកសៅយ៉ាងខ្លាំងចំពោះការលះបង់របស់ប្អូនប្រុសរបស់គាត់ប៉ុន្តែមុនពេលគាត់អាចកាន់ទុកបានពី3វិនាទីក្រុមយោធាដែលអះអាងថានៅទីនោះដើម្បីជួយសង្គ្រោះបានចុះចតមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុពេលស្គាល់អ្នកចំណូលថ្មីទឹកមុខរបស់ Mystical បានផ្លាស់ប្ដូរយ៉ាងខ្លាំងភ្លាមប៉ុន្តែការរត់គេចខ្លួនគឺយឺតពេលហើយភ្លាមបន្ទាប់ពីនោះរលកឆក់មួយបានវាយប្រហារហើយមនុស្សគ្រប់គ្នាដែលមានវត្តមានបានដួលទៅលើវាលស្មៅលើកលែងតែ Scott
នឹងដៃគូពីរអ្នករបស់គាត់ដែលបានលាក់ខ្លួននៅក្នុងប្រាសាទបាក់បែកបុរសដែលបានបញ្ជាឲ្យវាយប្រហារគឺ Striker ដែលជាតំណាងដ៏ខ្លាំងក្លានៃកងកម្លាំងប្រឆាំងនឹងមនុស្សមានសែនគាត់បានចាប់ខ្លួន Mystico និងអ្នកដទៃទៀតដើម្បីបង្ខំពួកគេឲ្យបង្ហាញទីតាំងរបស់ Magneto ហើយវាហាក់ដូចជា Striker ហ៊ាននឹងយកពួកគេទៅឆ្ងាយ Scott និងដៃគូពីរអ្នករបស់គាត់ក៏បានធ្វើដំណើរតាមអាកាសឡើងលើយន្តហោះផងដែរដោយមានបំណងស្វែងរកឱកាសដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាទោះជាយ៉ាងណាក៏ដោយពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង Striker បានត្រៀមខ្លួនរួចរាល់ហើយគាត់បានធ្វើឲ្យប្រសើរឡើងនៅដែនអគ្គិសនីនៅក្នុងទ្រង់ដែលកាន់មនុស្សមានការផ្លាស់ប្ដូរសែនដើម្បីបង្ក្រាបបំផាអំណាចដែលធ្វើឲ្យការធ្វើដំណើរតាមអាកាសរបស់ Nightcrawler មិនអាចទៅរួចដោយឃើញបែបនេះអ្នកទាំង3អាចរងចាំមើលបានដោយសម្រេចចិត្តរៀបចំផែនការមួយបន្ទាប់ពីយន្តហោះចុះចតទន្ទឹមនឹងនេះដែរនៅម្ខាងទៀត Apocalypse បន្ទាប់ពីបានភ្លក់រសជាតិអត្ថប្រយោជន៍នៃទូគមនាគមន៍មានអារម្មណ៍ថាសមត្ថភាពនេះអាចពន្លឿនផែនការបោះសម្អាតដូច្នេះគាត់បានសម្រេចចិត្តធ្វើពិធីចាប់ជាតិឡើងវិញទោះជាយ៉ាងណាក៏ដោយមុនពេលពិធីនេះចាប់ផ្ដើមគាត់ត្រូវការជំនួយពីសាស្ត្រាចារ្យដើម្បីបង្ហាញការប្រកាសសង្គ្រាមរបស់គាត់ទៅកាន់មនុស្សជាតិទាំងអស់សាស្ត្រាចារ្យបានសម្លឹងមើល Magneto នៅក្បែរគាត់ដោយសង្ឃឹមថាគាត់នឹងឈប់បំផ្លាញពិភពលោកដោយនិយាយថាចាប់តាំងពីពេលដែលពួកគេបានជួបគ្នាមកគាត់បានរកឃើញរបស់ល្អនិងគុណធម៌ជាច្រើននៅក្នុងខ្លួនគាត់ជំនួសឲ្យការប្រើប្រាស់ដូចដែលគាត់មាននៅពេលនេះដោយព្យាយាមបញ្ចេញកំហឹងរបស់គាត់ដោយបំផ្លាញពិភពលោកប៉ុន្តែមិនថាគាត់និយាយអ្វីក៏ដោយ Magneto បានសម្រេចចិត្តរួចហើយគាត់ចង់ឲ្យមនុស្សជាតិចេញថ្លៃសម្រាប់ការស្លាប់របស់ប្រពន្ធនិងកូនស្រីរបស់គាត់សាស្ត្រាចារ្យដោយឃើញរឿងនេះត្រូវតែរកវិធីផ្សេងខណៈពេលកំពុងជួយ Apocalypse ផ្ញើសារទៅកាន់មនុស្សជាតិគាត់បានលួចបញ្ចូលសារដែលលាក់ទុកទៅក្នុងខួរក្បាលរបស់ Jean ដោយសម្ងាត់ដោយសារតែ Jeanក៏មាន telepathy ដ៏មានឥទ្ធិពលផងដែរនាងអាចទទួលសំឡេងដែលអ្នកដទៃមិនអាចស្ដាប់បាន Andy របស់យើងជួបអ្នកប៉ាត់បងរបស់អ្នកវិធីដែលអ្នកមានប៉ាត់បងរបស់អ្នកវិធីប៉ុន្តែខ្ញុំធ្លាប់បែរមកប៉ុន្តែខ្ញុំបានធ្វើនៅទីនេះអាគារយ៉ាងដូចម្ដេចបន្ទាប់ពីបានពិនិត្យសញ្ញាបត្រចំនួន50ទៅ60ពាន់ចំណាប់អារម្មណ៍របស់ឈីនត្រូវបានរំខានដោយការអានសារដែលនាំឲ្យគាត់រកឃើញដោយទាហានល្បាត Striker ឃើញរឿងនេះក៏បញ្ជូនមនុស្សរបស់គាត់ភ្លាមទៅចាប់ខ្លួនគាត់ឈីននិងដៃគូរបស់គាត់ដំបូងឡើយមានគម្រោងបំផ្លាញម៉ាស៊ីនភ្លើងហើយបន្ទាប់មកជួយសង្គ្រោះ Mystic និងអ្នកដទៃទៀតនៅក្នុងភាពវឹកវរប៉ុន្តែភ្លាមនោះបានរកឃើញថា Wolverine និងសងត្រូវបានជាប់គុកនៅក្នុងបន្ទប់ថាមពលដោយដឹងថា Wolverine បានបាត់បង់ការចងចាំមួយចំនួនរបស់ពួកគេគិតថាគាត់ប្រហែលជាអាចជួយពួកគេប្រយុទ្ធដើម្បីរកលើចេញដូច្នេះគាត់បានលែងវាដោយមិនស្ទាក់ស្ទើរមហាអំណាចស្នូលរបស់ Wolverine គឺថាមិនថារបួសធ្ងន់ធ្ងរប៉ុណ្ណាទេវាអាចជាសះស្បើយយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីរួមផ្សំជាមួយនឹងក្រញាំដែកដែលអាចដកថយបានរបស់វាគាត់គឺជាអាវុធដ៏អស្ចារ្យដែលមិនអាចយកឈ្នះបាន Wolverine បានសម្លាប់មនុស្សយ៉ាងញ៉ៃញ៉ៃនៅក្នុងមូលដ្ឋានដោយបានសម្លាប់ទាហានទាំងអស់យ៉ាងឆាប់រហ័ស Striker ដោយឃើញស្ថានភាពលើសពីការរំពឹងទុករបស់គាត់ក៏សម្រេចចិត្តរត់គេចខ្លួនដើម្បីសង្គ្រោះជីវិតរបស់គាត់ Ten និងអ្នកដទៃទៀតដែលបានតាម Wolverine បានដេញតាមគាត់ពេលគាត់ហៀបនឹងរត់គេចពីមូលដ្ឋានគោលបំណងរបស់ពួកគេមិនមែនដើម្បីប្រយុទ្ធនឹងគាត់ទេប៉ុន្តែដើម្បីជួយគាត់ឲ្យទទួលបានការចងចាំដែលបាត់បង់របស់គាត់បន្ទាប់ពីចងចាំឈ្មោះរបស់គាត់គឺ Logan Wolverineបានបាត់ខ្លួនចូលទៅក្នុងព្រៃដ៏ធំល្វឹងល្វើយបន្ទាប់ពីជួយសង្គ្រោះ Mystico និងអ្នកដទៃទៀតពីស្ថានភាពលំបាករបស់ពួកគេក្រុមនេះបានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងកេភ្លាមដើម្បីជួយសង្គ្រោះសាស្ត្រាចារ្យនិងរារាំងផែនការរបស់ Apocalypse ទន្ទឹមនឹងនេះនៅពេលនេះ Apocalypse ដោយសម្លឹងមើលអតីតរាជធានីដែលបានប្រែក្លាយទៅជាជួរផ្ទះតូចគាត់មានអារម្មណ៍មិនស្រួលហើយបានសម្រេចចិត្តធ្វើការជួសជុលដ៏ធំមួយដោយធ្វើចលនាសាមញ្ញមួយគាត់បានលើកដៃឡើងហើយអាគារក្នុងទីក្រុងដែលធ្លាប់តែសម្បូរសប្បាយក៏បានដួលរំភ្លាមបន្ទាប់មក Thuli ដែលអាចមើលឃើញបានប្រមូលផ្ដុំគ្នាហើយបានផ្លាស់ប្ដូររូបរាងឡើងវិញមិនយូរប៉ុន្មានពីរ៉ាមីតដ៏ខ្ពស់មួយបានឈរនៅលើ Daisy ប៉ុន្តែនោះមិនគ្រប់គ្រាន់ទេបន្ទាប់មក Apocalypse បានណែនាំ Magneto ឲ្យប្រើអំណាចរបស់គាត់ដើម្បីបំផ្លាញរចនាសម្ព័ន្ធផ្ទៃទាំងអស់ដើម្បីលុបបំបាត់ពិភពលោកទាំងស្រុង Magneto ដែលត្រូវបានលាងខួរក្បាលបានធ្វើតាមហើយនៅពេលនេះថាមពលរបស់គាត់បានឈានដល់កម្រិតទី4ដោយពង្រីកការគ្រប់គ្រងរបស់គាត់លើវត្ថុពីរកន្លែងដែលអាចមើលឃើញដល់ផែនដីទាំងមូលទោះជាយ៉ាងណាក៏ដោយប្រឈមមុខនឹងស្ថានភាពនេះប្រទេសទាំងអស់នៅលើពិភពលោកអាចធ្វើបានគឺគ្រាន់តែរងចាំនិងអធិស្ឋានពីព្រោះអាវុធនុយក្លេអ៊ែរដែលមានសមត្ថភាពវាយប្រហារយ៉ាងជាក់លាក់ត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសរួចហើយវិនាសកម្មបានកើតឡើងនៅពេលដែលម៉ាញ៉េតូបានបំផ្លាញពិភពលោកសាស្ត្រាចារ្យបាននាំគាត់ចូលទៅក្នុងពីរ៉ាមីតដោយមានបំណងដណ្ដើមយកសមត្ថភាពផ្លូវចិត្តដ៏មានឥទ្ធិពលរបស់គាត់តាមរយៈការផ្ទេរស្មារតីប្រសិនបើទូបានជោគជ័យនេះនឹងធ្វើឲ្យគាត់មានវត្តមានគ្រប់ទីកន្លែងជាមីហែនដ៏មានអំណាចពិតប្រាកដទន្ទឹមនឹងនេះ Mystic និងក្រុមរបស់នាងបានមកដល់ទីក្រុងកែខេនដោយប្រើសមត្ថភាពផ្លូវចិត្តដ៏មានឥទ្ធិពលរបស់គាត់បានដឹងពីទីតាំងពិតប្រាកដរបស់សាស្ត្រាចារ្យនិងការចូលសញ្ជ័យដោយ Apocalypse ស្ថានភាពគឺធ្ងន់ធ្ងរណាស់ហើយ Mystic បានសម្រេចចិត្តបំបែកកម្លាំងដោយមាន Ken Scott និងហាងជួយNightcrawler ពួកគេបានជ្រៀតចូលទៅក្នុងពីរ៉ាមីតដើម្បីជួយសង្គ្រោះសាស្ត្រាចារ្យខណៈពេលដែល Quicksilver និង Magneto បានទៅបញ្ចុះបញ្ចូលគាត់ Magneto ដែលជា Apocalypse បានដឹងថាមាននរណាម្នាក់កំពុងព្យាយាមបញ្ឈប់គាត់ដូច្នេះគាត់បានបញ្ជូនអង្គរៈ3នាក់បន្ថែមទៀតបន្ទាប់មកគាត់បានដេកលើវេទិកាពិធីដោយរៀបចំខ្លួនដើម្បីងាកចេញ Quicksilver រួមជាមួយ Mystico បានរកឃើញ Magneto ដោយសង្ឃឹមថាគាត់អាចលះបង់ការស្អប់ខ្ពើមរបស់គាត់និងពន្លត់កំហឹងរបស់គាត់បន្ទាប់មក Mystico បានប្រាប់ Magneto ថាទោះបីជាគាត់និងសាស្ត្រាចារ្យមិនយល់ស្របលើ
ដុំក៏ដោយអារម្មណ៍អតីតកាលរបស់ពួកគេនៅតែរឹងមាំហើយថាគាត់មិនមែនគ្មានអ្វីសោះឡើយស្ត្រីតារាម៉ូដែលរូបនេះបានស្គាល់ឪពុករបស់ខ្លួនថាជា Quicksilver ប៉ុន្តែបន្ទាប់ពីគិតមួយសន្ទុះ Quicksilver បានសម្រេចចិត្តលាក់អត្តសញ្ញាណរបស់ខ្លួនដោយមានអារម្មណ៍ថាពេលវេលាមិនទាន់ត្រឹមត្រូវទន្ទឹមនឹងនេះខេននឹងក្រុមរបស់គាត់ទើបតែមកដល់ខាងក្រៅពីរ៉ាមីតពេលដែលពួកគេត្រូវបានទេវតាមួយអង្គវាឈ្មោះ Nightcrawler បានធ្វើដំណើរទៅក្នុងពីរ៉ាមីតប៉ុន្តែទេវតានោះបានដើរតាមពីក្រោយយ៉ាងប្រកៀកហាក់ដូចជាចង់សងសឹកចំពោះការធ្វើឲ្យអាម៉ាស់មុននេះរបស់ពួកគេនៅលើសង្វៀនអូឃើញបែបនេះក្រុមនេះក៏ចង់ចូលទៅក្នុងពីរ៉ាមីតដែរប៉ុន្តែត្រូវបានបញ្ឈប់ដោយ Storm ដែលស្រាប់តែលេចចេញមកគាត់បានលើកដៃឡើងហើយក្រឡាប់ឡានមួយប៉ុន្តែជំនួសឲ្យការធ្វើបាប Beast ខាងគាត់ស្ទើរតែត្រូវបាន Cyclops បុកពេលដែលឡានហៀបនឹងបុកនាងភ្លាម Lindy បានកាត់ឡាននោះជាពីរយ៉ាងលឿនក្នុងនាមជាសមាជិកដែលមានប្រាជ្ញាវាងវៃបំផុតនៅក្នុងក្រុម Lindy ដឹងថាការប្រជុំមុខដាក់គ្នាដោយផ្ទាល់គឺឥតប្រយោជន៍មធ្យោបាយតែមួយគត់គឺបែងចែកស្ត្រីជាក្រុមតូចហើយកំចាត់ពួកគេម្ដងមួយយុទ្ធសាស្ត្ររបស់គាត់បានបង្ហាញថាមានប្រសិទ្ធភាព Scott ដែលខ្វះបទពិសោធន៍ប្រយុទ្ធបានជ្រើសរើសរត់គេចដោយសភាពគាត់នៅពេលប្រជុំមុខនឹងរន្ទះបាញ់ពីលើមេឃជាជាងប្រើភ្នែកឡាស៊ែរបស់គាត់ដើម្បីវាយប្រហារម្យ៉ាងវិញទៀតហានក៏ជាប់ពាក់ព័ន្ធនឹង PC Lock ដែរហើយអ្នកទាំងពីរបានប្រយុទ្ធគ្នាទៅវិញទៅមកដោយសារពិធីចាប់ជាតិឡើងវិញជិតដល់ទីបញ្ចប់ហើយមនុស្សគ្រប់គ្នាជាប់ពាក់ព័ន្ធនឹងស្រូវគ្មានវិធីណាដើម្បីគេចផុតឡើយការជួយសង្គ្រោះសាស្ត្រាចារ្យដែលជាលើកដំបូងសម្រាប់ក្រុមនេះមានភាពច្របូកច្របល់បន្តិចប៉ុន្តែសំណាងល្អចំណុចរបត់មួយបានមកដល់មិនយូរប៉ុន្មានហានបានប្រើការបោះពួយត្រឡប់ក្រោយដើម្បីទាត់ Psylocke ចេញហើយ Nightcrawler បានប្រើសមត្ថភាព Teleportation របស់គាត់ដើម្បីចាប់ទេវតានៅក្នុងគំនរបាក់បែកដែកបន្ទាប់មកគាត់បានត្រឡប់ទៅពីរ៉ាមីតវិញយ៉ាងលឿនដោយបានគ្រប់គ្រងដើម្បីយកសាស្ត្រាចារ្យចេញមុនពេលពិធីបញ្ចប់យើងបានជួបយន្តហោះមួយ